បាទសូមខន្តីអភ័យទោសចំពោះបងប្អូនទាំងអស់គ្នាដែលគាត់ដែលមិនចូលចិត្តហូបរបស់អស់នេះសัตว์អស់នេះណាដែលបាទឃើញវីដេអូនេះហើយកុំខ្ពើមល្អើមអីអានេះគឺមកជារបស់ធម្មជាតិយើងទេបើមានបងប្អូនណាគាត់ចូលចិត្តហូបសូមខមមិនមកហើយបើចង់បានអីចឹងដាក់លេខទីតាំងមកខ្ញុំផ្ញើទៅឲ្យមិនខ្វះទេស្រុកខ្ញុំអានេះគឺជាសัตว์កណ្ដុរស្រែទេណាបងប្អូនខ្ញុំនៅតាមជនបទស្រុកស្រែទេហើយក៏ធ្វើនេះក៏មិនមែនថាឃើញចឹងហើយយកឆ្ងោយកមកហូបទេមិនមែនទេបងប្អូននេះស្រស់សម្រាប់យើងបកស្បែកវាចេញដើម្បីយើងធ្វើឲ្យស្អាតហើយបានយើងយកមកហូបនេះបើសម្រាប់ចំពោះបងប្អូនដែលគាត់មិនចូលចិត្តហូបមិនចូលចិត្តញ៉ាំអានេះគឺអ្នកខ្ពើមល្អើមើលទៅវាមិនសមរម្យមែនតែសូមខន្តីទៅចំពោះបងប្អូនទាំងអស់គ្នាដែលគាត់ដែលមិនបានអ្នកដែលមិនចូលចិត្តនឹងសត្វអស់នេះគាត់មិនចូលចិត្តបរិភោគមិនចូលចិត្តហូបណាសូមខន្តីទៅអានេះសម្រាប់តែពួកខ្ញុំអ្នកហូបទេធ្វើឡើងនេះក៏ដើម្បីថាខ្ញុំមិនបង្អួតហើយក៏មិនបង្អាប់មិនមែនថាធ្វើនោះដើម្បីថាចង់បាន like បានជួយទេបងប្អូនអើយនេះគឺជាវីដេអូខ្ញុំគឺអត់សពពេកក៏ចេះតែធ្វើលេងផុសលេងទៅបងប្អូនចង់ចែកជូនបងប្អូនដែលគាត់អ្នកដែលចូលចិត្តហូបចឹងឲ្យគាត់ឃើញទៅដើម្បីថាអាសន្ននេះបើបានមកហើយជាទំនងណាមកទៅបានមកចេះស្អើទៅបំពងខ្លាញ់ទៅស្អិនទៅបានទឹកថ្នោតឬក៏ចិត្តជាយើងចិត្តជាគេស្បឺតឯកម្ពុជាអញ្ចឹងណាបើបានមកវិញប្រហែលជាជុំជុំគ្នាមានអីទេយើងម៉ែយើងមានតែអញ្ចឹងមានតែប៉ុណ្្នឹងឯងអនាគតទៅវាគ្មានណាទៅណាមកណីទេវាទៅតែគ្នាហ្នឹងប៉ុន្តែធ្វើមិនទេបងប្អូននេះអានេះគឺជាការជួបជុំការសប្បាយរបស់បងប្អូនរបស់មិនថាបងប្អូនមិនថាខ្ញុំទេដូចតែគ្នាឲ្យតែមានរបស់ក្លែមហូបឆ្ងាញ់ចេះអូជួបជុំគ្នាជាក់អូសប្បាយពេញភូមិទាំងទៅ